Botafogo បងប្អូនយើងដែលមិនសូវជាស្គាល់ Botafogo ប្រហែលជាអាចថាអូប៉ារីសហូបស្រួលហើយមើលទៅបាទអាចថាប៉ារីសហូបស្រួលអីចឹងទៅបាទក៏ប៉ុន្តែខ្ញុំមុនការប្រកួតចាប់ផ្ដើមមកខ្ញុំគិតផ្សេងបងប្អូនយើងឥឡូវខ្ញុំសុំឆ្លើយសំណួរនេះមួយសិនបាទណាតាណាទេមិញបាទVeliso បាទខ្ញុំមិនសៀងទេខ្ញុំសុបគូនឹងខ្ញុំយក Botafogo បាទបងប្អូនខ្ញុំជាប្រិមិត្តម្នាក់របស់លីកកំពូលប្រេស៊ីលក៏ជាអ្នកចូលចិត្តមើលបាល់នៅឯតំបន់អាមេរិកឡាទីនជាពិសេសលីកកំពូលប្រេស៊ីលរបស់ខ្ញុំចូលចិត្តណាបាទហើយមួយទៀតនៅឯ Copa Libertadores បាទគឺជាពានដ៏ធំដូចនៅ Champions League តំបន់អឺរ៉ុបដែរខ្ញុំចូលចិត្តមើលបងប្អូនយើងបាទអញ្ចឹងខ្ញុំឃើញគុណភាពកីឡាករគុណភាពនៃការលេងរបស់ក្លឹបទាំងនោះអ្វីត្បិតតែមិនមានគេឈ្មោះមិនល្បីល្បាញដូចក្លឹបនៅអឺរ៉ុបប៉ុន្តែគុណភាពនៃការលេងមិនក្រោមអឺរ៉ុបទេហេតុអីបានជាក្លឹបធំចូលចិត្តទិញយុវជនមកពីតំបន់ឡាទីនបងប្អូនបាទក្លឹបខ្លាំងៗដូចជា Boca Juniors River Plate អីនៅអាសងទីនេះហ្នឹងសិតតែក្រុមធំខ្លាំងៗបាទឥឡូវនេះដូចជាមាន Mastantuono មួយខ្សែប្រយុទ្ធស្លាប់ស្ដាំរបស់River Plate ចប់ក្លឹប World Cup ហ្នឹងទៅ Real Madrid បាទ Real ទិញបាទ Real ទិញអញ្ចឹងក្លឹបធំនៅអឺរ៉ុបតែងតែមកទិញកីឡាករបាទល្មមយុវជនអីហ្នឹងកំពុងឡើងជើងមកពីតំបន់ឡាទីនក្លឹបធំនៅឡាទីនបាទព្រោះថាពួកគេលេងល្អនៅឡាទីនបាទហើយយកទៅលេងនៅតំបន់អឺរ៉ុបហ្នឹងគឺរឹតតែល្អទៅទៀតចូលគេឯងចុះបាទអញ្ចឹង Paris Saint-Germain លេងចាញ់ Botafogo សម្រាប់ហុយរវុធអត់ប្លែកប្រហែលទេបងប្អូនណាបាទប៉ុន្តែបងប្អូនយើងខ្លះគាត់ថាមិនសមលេងចាញ់ Botafogo ទេប៉ារីសក៏លោយ៉ាក់លំដាប់ឈ្នះពានដល់ទៅ4ទៅហើយមើល Trophée des Champions Coupe de France មាន Ligue 1 Champions League នេះឈ្នះធំជាងគេគឺ Champions League រដូវកាលនឹងឈ្នះជាលើកដំបូងសម្រាប់ Paris Saint-Germain ប៉ុន្តែលេងអត់ឈ្នះ Botafogo ម្ចាស់ជើងឯក Copa Libertadores គឺជាពានធំស្មើជាមួយនឹង Champions League ដែរ Botafogo ម្ចាស់ជើងឯកឆ្នាំ2024ហ្នឹងថ្មីហ្នឹងបាទចាស់ជើងឯកមកពីCopa Libertadores តើបាទហើយក៏ជាម្ចាស់ជើងឯកលីកកំពូលរបស់ប្រេស៊ីលដែរ Serie A របស់ប្រេស៊ីលបាទអញ្ចឹង Botafogo នេះមិនស្រាលទេហើយ Botafogo ទម្លាប់មិនថាមកលេងប៉ះណែប៉ារីសលេងទប់អញ្ចឹងទេ Botafogo លេងអញ្ចឹងប៉ះ Palmeiras ប៉ះ Flamengo Corinthians ណែសតក្រុមធំប៉ះ Sao Paulo Santos ក៏ Botafogo លេងអញ្ចឹងដែរបាទក្រុមមួយនេះលេងប្រយ័ត្នជាង Inter Milan លេងប្រយ័ត្នជាង Atletico Madrid ទៀតប្រយ័ត្នណាស់មាំជើងក្រោមកុំថាប៉ារីសណែប្រឹងប្រែងនឹងប៉ារីសណែមានផ្លូវអីផ្សេងណាអីលក់នេះអាយបងប្អូនយើងថាខ្ញុំថាមែនទេ Botafogo គេមាំបាទមាំ Botafogo នេះមិនធម្មតាណាបងប្អូនហើយមិនចូលចិត្តកញ្ជ្រោលខុសរឿងទេ Botafogo តែងតែអញ្ចឹងបាទខ្ញុំចូលចិត្តមើល Botafogo លេងបាទប៉ុន្តែមិនសូវជាញឹកញាប់ពេកទេក៏ប៉ុន្តែបើនៅប្រេស៊ីលខ្ញុំថាអត្ថាធិប្បាយបាល់អឺរ៉ុបចប់ហើយរឿងយប់ពួកគេលេងចាប់ផ្ដើមពីម៉ោង4យូរមានម៉ោង2ម៉ោង3ម្ដងទេភាគច្រើនគឺទៅពីម៉ោង4 5 6 7 8 9 10ព្រឹកបាទមកដល់10ព្រឹកក៏មានដែរបាទនៅប្រេស៊ីលអញ្ចឹងធ្វើឲ្យយើងបែងចែកបាល់អឺរ៉ុបហើយនឹងបាល់ឡាទីនផ្សេងគ្នាបាទហើយយើងមានពេលមើលបានស្ទើរតែទាំងអស់ដែរក៏ប៉ុន្តែពេលខ្លះអត់បានដេកបានពូនហ្នឹងដេកលក់ចោលក៏មានដែរតែយ៉ាងណាខ្ញុំមិនសូវចោលទេចូលចិត្តបាទប៉ារីសអាចធ្វើបានបើបងប្អូនយើងទស្សនាការប្រកួតព្រឹកមិញប៉ារីសបុកតែបឡោះនៅណាគ្មានបឡោះសម្រុកគ្មានបឡោះបោះចូលសោះតែហ្មង Botafogo អត់ឡើងមកហ្នឹងបានអីបោះហើយចាប់ឡងជាប់មកដាក់កីឡាករប្រេសគ្រប់តំបន់ប្រេសតែពីលើតបូលទូកខ្លួនឯងអត់ប្រេសនៅមកតារាងទេប្រេសនៅមុខផ្ទះមុខតបូលទូកនឹងឯងបាទ Botafogo យប់ព្រឹកមិញនេះខ្ញុំថាមិនមែនប៉ារីសធ្វើអីទេដោយសារចូលមិនចុះរឹងពេកបាទអាហ្នឹងអារម្មណ៍ខ្ញុំបងប្អូនណា Botafogo លេងតែអញ្ចឹងឯងបាទហើយក៏មិនមែនថាចុះទប់ឲ្យតែរួចខ្លួនទេអ្នកដែលទប់នៅបានខាងលើគឺដេញប្រេសអ្នកណាមានបាល់គឺថាបបាក់បោះមែនទែនបបាក់បោះណាបាទអញ្ចឹងអាចនិយាយថានេះគឺជាយុទ្ធសាស្ត្ររបស់ Botafogo បាទមិនមែនថាប៉ារីសអីបដិតបដោយអីណាចង់ចាញ់ចង់អីអាហ្នឹងជារឿងមួយដែលបងប្អូនយើងយល់ឃើញវាជាការគិតរបស់បងប្អូនយើងជាសិទ្ធខ្ញុំថាមិនអីទេបាទជាការគិតរបស់បងប្អូនយើងហើយពេលខ្លះយើងមើលមិនឃើញដែរខ្ញុំហ្នឹងក៏មិនមែនជាអ្នកទៅចាត់ចែងទុកដាក់ខាងParis Saint-Germain ខាង Botafogo ដែរ
អ្នកភាគកីឡាអ្នកនិយាយបាល់ដែរហ្នឹងបាទក៏តែបើតាមបទពិសោធន៍ខ្ញុំមើលការប្រកួតនេះប៉ារីអត់មានមកទម្លាក់ជាមួយបូតាហ្វូកូទេអត់មានទម្លាក់ទេចាក់លិចគ្រប់គ្រងបាល់ទាំងអស់សុទ្ធដែរប៉ុន្តែសុទ្ធបាញ់កាចាបហ្នឹងបុកប្លុកអីហ្នឹងចូលអត់រួចបោះអត់ចេញភាគរយនៃការថាក់ខលការដណ្ដើមបាល់ពីបូតាហ្វូកូឲ្យតែចូលរង្គៀកគឺថាក់ខលបានហ្មងដណ្ដើមបានហ្មងញាក់បានផុតដែរក៏តែកាត់ចូលមកប្លុកលើកចូលមកផ្លាត់បូតាហ្វូកូមានកីឡាករមិតធំមិនចាញ់ប៉ារីសទេបាទអត់ចាញ់ទេអញ្ចឹងបាល់លើក៏បូតាហ្វូកូគេមួមដែរបាទហើយការកាត់បាល់ចូលដេញប្លុកបានគ្រប់កន្លែងធ្វើឲ្យប៉ារីសសាំងហាក់ដូចជាជាប់គាំងដែរបងគ្រប់គ្រង position ball បានមកឆ្ងាញ់ក៏ប៉ុន្តែចូលអត់រួចទេបងប្អូនមករកបាល់ឡោះថ្នាក់លេង Luis Enrique គាត់កញ្ញាំងសក់គាត់មនុស្សដែលកញ្ញាញ់ធួបងប្អូនយើងក៏ហមជុំមកការប្រកួតព្រឹកមិញបាទមិនដឹងថាប្រើយុទ្ធសាស្ត្រមិនគាត់ពិភាក្សាជាមួយជំនួយការរបស់គាត់មើលធ្វើយ៉ាងម៉េចចូលវារួចទេបាទអញ្ចឹងសម្រាប់ព្រឹកមិញនេះខ្ញុំថាប៉ារីសសាំងប្រឹងអស់ហើយបាទប្រឹងអស់ហើយដោយសារតែបងប្អូនយើងគិតថាប៉ារីសលក់ឬក៏លេងអីណាមិនចង់ជ្រះហ្នឹងដោយសារតែបងប្អូនយើងមើលតែប៉ារីសមកខាងមិនសូវបានទស្សនាបូតាហ្វូកូលេងហើយមួយទៀតបងប្អូនខ្លះគាត់ក៏ស្រឡាញ់ប៉ារីសអីចឹងទៅបងប្អូនខ្លះគាត់ស្នេហាគាត់វិនិយោគប៉ារីសចឹងទៅបាទដោយសារតែការយកខ្លីបងប្អូនយើងមើលងាយបូតាហ្វូកូបាទមើលងាយបើស្រាលមិនមែនបានមកលេងក្លឹប World Cup ទេនៅឡាទីនមានក្លឹបធំជាច្រើនមាននៅឯកូឡុំប៊ីមានអ៊ុយរ៉ាហ្គាយមានវេណេស៊ុយអេឡាមាននៅអាហ្សង់ទីនឈីលីបាទសត្វតែក្លឹបធំហេតុអីបានមកប្រេស៊ីលដល់ទៅ4កៅអីបាទខណៈដែលច្បាប់នៅ FIFA Club World Cup ទំនងថ្មីហ្នឹងគេឲ្យមកប្រទេសតែ2ទេបាទតែប្រេស៊ីលបានដល់ទៅ4បាទហើយមកដល់ពេលនេះចូលមកដល់ជុំទី2បដានេះបាទម៉ាត់ទី2នេះនៅក្នុងវគ្គចែកពូលនេះក្រុមមកពីប្រេស៊ីលមិនទាន់ស្គាល់រសជាតិចាញ់ទេទាំង4ក្រុមមានតែ Fluminense មួយគត់ដែលលេងស្មើជាមួយនឹង Dortmund ហើយបត់តារាងទៅលើ Dortmund បងប្អូនបានទស្សនា Fluminense ជាមួយនឹង Dortmund អត់ Palmeiras ឈ្នះហើយនឹងស្មើពីប្រកួតណា Palmeiras ស្មើប្រកួតដំបូងជាមួយនឹងអីគេទេខ្ញុំភ្លេចទៅហើយមកឈ្នះប្រកួតក្រោយឈ្នះប៉កតូទៀតធម្មតាទេបាទ Palmeiras អញ្ចឹងហើយ Flamengo ក៏ឈ្នះហើយ Botafogo ហ្នឹងប្រកួតដំបូងបើកឆាកឈ្នះហើយមកប៉ះយៈប៉ារីសឈ្នះទៀតពីប្រកួតណែនដន6ពិន្ទុ Botafogo បាទមកពីអាសង់ទីមាន2 River Plate ហើយនឹង Boca Juniors ក៏មិនទាន់ចាញ់ដែរបាទអញ្ចឹងអញនិយាយថាមកពី6 7ទ្វីបហ្នឹងស្គាល់រសជាតិចាញ់ហើយអឺរ៉ុបស្គាល់រសជាតិចាញ់ពី3ក្លឹបហើយបាទដូចជាប៉ារីសហ្នឹងក៏ស្គាល់រសជាតិចាញ់ដែរបាទមានមួយទៀត Atletico ក៏ចាញ់ហើយដែរមានផ្សេងទៀតខ្ញុំភ្លេចទៅនេះបាទតែនៅឯប្រេស៊ីលក្រុមមកពីប្រេស៊ីលទាំង4មិនទាន់ចាញ់ទេមានស្មើតែមួយគត់គឺ Fluminense ស្មើ Dortmund បាទក្រៅពីនឹងឈ្នះស្គាល់រសជាតិឈ្នះមិនទាន់ចាញ់ទេបាទហើយក៏កំពុងតែកាន់កាប់កបួលតារាងបណ្ដាបាទក្រុមមកពីប្រេស៊ីលដោយសារតែបងប្អូនយើងមួយចំនួនតូចគាត់យល់ឃើញថាក្រៅតែពីក្លឹបមកពីអឺរ៉ុបគឺពិបាកលេងជាមួយក្លឹបនៅអឺរ៉ុបបាទពិបាកមែនក៏ប៉ុន្តែក្លឹបអឺរ៉ុបក៏ពិបាកហូបឡាទីនដែរបាទបើក្លឹបមកពីអឺរ៉ុបប៉ះជាមួយក្លឹបមកពីនេះនេះផ្សេងណាបងប្អូនយើងទ្វីបផ្សេងណាខ្ញុំថាអូខេងាយស្រួលប៉ុន្តែក្លឹបមកពីអឺរ៉ុបប៉ះក្រុមមកពីទ្វីបឡាទីននេះគឺជារឿងមួយដែលពិបាកអាមេរិកខាងត្បូងទ្វីបអាមេរិកខាងត្បូងនេះជារឿងមួយដែលពិបាកបំផុតហើយបាទសូរិនសួស្ដីបាទរង Benfica ប៉ះ Auckland បាទ Auckland ហ្នឹងគឺអន់ពេកទៅបាទបងលីងខូចឲ្យចឹងមានខូចណាចុះមើលខ្ញុំដាក់តាមមើលឃើញដែរបើខ្ញុំមិនធ្លាប់បានមិនភ្នាល់ទេរយៈមុនក៏ប៉ុន្តែយប់ព្រឹកមិញដាក់មកកូនបងទៅម្លា2ឡាហ្នឹងបងប្អូនអើយកំលេងយ៉ាងច្រើនពេកបាទតិចតួចកំសាន្តអារម្មណ៍ពេលណាតនេទេបាទកុំឲ្យលេងយកងាប់ព្រោះហ្នឹងកើតទេបាទខ្ញុំអាសាមើលការប្រកួតអញ្ចឹងខ្ញុំថា Paris Saint-Germain នឹងបត់តារាងទៅលើ Botafogo ហើយ Botafogo នេះយើងត្រូវទាយមុនការប្រកួត Botafogo មិនមែនជាក្រុមដែលត្រូវចូលទៅដល់ជាន់ Paris ទេ Botafogo មិនលេងអញ្ចឹងទេមកជាន់ Paris ងាប់លើហើយបាទជាន់ Paris មិនបានទេអញ្ចឹងខ្ញុំថាគាត់តែទាយគាត់តែចាប់ផ្ដើមកែបាល់មកបើ Paris កែបាល់ Botafogo ថយហើយមុខទីខ្លួនឯងគ្មានមកដេញប្រេះអីនៅមកក្រាត់តារាងឬក៏មុខទីរបស់ Paris ទេថយហើយថយនឹងគឺទប់លុះខ្សៃតែបានបាល់កម្រិតនៃការវាយលុករបស់ប្រេស៊ីលបងប្អូនយើងដូចដឹងហើយលឿនណាស់កីឡាករប្រេស៊ីលបាទ
Gabriel Barbosa ចឹងណាអ្នកសុទ្ធទៅលើប៉ារីសមកគ្រាប់នាំឲ្យបូតាហ្វូកូនាំមុខមកគ្រាប់ហើយនាំមុខរហូតខ្ញុំថាអូនាំមុខមកគ្រាប់ជាប់បាត់ប៉ារីសជិះមើលបំអត់គ្រាប់បាល់មែន90នាទី 1-0 មែនមុខដែររត់បឡោះសុទ្ធមិនឃើញសុទ្ធទៅប្លុកផ្លាតលើកចូលក្រោះទៅចំមកបាល់លើមកគឺតែចេញវិញពីខ្សែការពាររបស់បូតាហ្វូកូវាជាមួយដែលពិបាកបំផុតសម្រាប់ប៉ារីសសាន់ជឺម៉ាន់ព្រឹកមិញនេះអស់ល្បិចហើយអស់ក្បួនហើយបាទមិនប៉ារីសសាន់ជឺម៉ាន់មកលេងមកល្មមឡើងគ្រូវឹកលោក Luis Enrique ឡើងកញ្ញាញ់គ្រូមុខឡើងមូម៉ៅអញ្ចឹងទេបាទហើយកីឡាករប្រឹងប្រែងហើយបាទក្លឹប World Cup បាទក៏ប៉ុន្តែបងប្អូនយើងយល់ថាអូគេបដោយឲ្យចាញ់អីចឹងអាហ្នឹងជាការគិតបងប្អូនយើងអត់មានខាត់ទេខ្ញុំអត់មានខាត់ទេបើបងប្អូនយើងគិតថាធ្វើអញ្ចឹងប្រកួតក្រោយទៀតអាហ្នឹងវាពិបាករឿងវិនិយោគហ្នឹងទៅបាទពិបាករឿងផ្សាយវិនិយោគខ្ញុំតែណាមទៅស្រួលហ៊ានទេបាទមិនលេងទេបាទតើមើលទៅស្ថានភាពណារឿងតំណងបាទហ្នឹងដាក់ម៉ាឡាទៅទលេណាកុំលៀងរាល់ថ្ងៃពេកដាក់លក់ម៉ូតូលក់ឡានលក់កជព្រៃហ្នឹងកើតទេបាទដល់ថ្នាក់អស់គោយន្តអីហ្នឹងកើតទេគេមិនអ្នកកំសាន្តនេះគឺអ្នកងុកងុលហើយបាទចឹងខ្ញុំលើកទឹកចិត្តបងប្អូនយើងណាមួយឡាពីរឡាតនេកំសាន្តយើងមើលបាល់ឲ្យជក់ចិត្តអីចឹងទៅកុំលៀងដល់ថ្នាក់ធ្ងន់ធ្ងរពេកបាទ PSG អាចធ្វើបានបាទណ៎សុកមិនជ័យគាត់ថាលក់ទេបងអើយបាទហ្នឹងហើយទៅស៊ូមចាស់ក្លឹបគេមើលគេលក់មិនលក់ស៊ូគេទៅបាទតែតំណងលេងយំនេះគ្នាបុកឡើងចង់បែកថ្លើមខ្លួនឯងដែរបាទឲ្យបុកមិនចូលឲ្យបងប្អូនយើងមើលមិនថាប៉ារីសមិនប្រឹងប៉ារីសប្រឹងអើយយំនេះនោះព្រឹកមិញនេះបាទ Chelsea អូខេឥឡូវខ្ញុំសុំមើលណែបងប្អូនយើងចង់ខ្ញុំនិយាយគូណាចែករឿងណាអាច comment មកបាទខ្ញុំនេះតាមឥឡូវខ្ញុំសុំមើល pool A បន្តិច pool A នៅឯ Club World Cup គឺមាន Palmeiras Inter Miami Porto ហើយនិង Al Ahly បងប្អូនណាក៏ដោយខ្ញុំយល់មែនណាខ្ញុំឃើញការ comment ឲ្យតែមានការផុស comment បងប្អូនយល់ថា Porto នៅក្នុងហ្នឹងធ្ងន់ជាងគេកាចជាងគេលយជាងគេខ្ញុំថាមែនទេបើប៉កតូលយគេចាត់ទុកនៅក្នុងពេលចាប់ឆ្នោតនៅក្នុងវគ្គចែកពូលគេឲ្យចូលទៅក្នុង pot 1 ហើយមិនឲ្យប៉ាល់មេរ៉ាទៅ pot 1 ទេប៉ាល់មេរ៉ាមកពីប្រេស៊ីលគេឲ្យស្ថិតនៅក្នុង pot ទី1 pot ទី1បងប្អូនណា pot ទី1ក្នុងនាមជាក្រុមដែលមានកម្រិតខ្ពស់បាទកម្រិតខ្ពស់ហើយបងប្អូនយើងមើលឃើញប៉កតូប៉ះជាមួយនឹងប៉ាល់មេរ៉ាមើលបើទោះជាស្មើគ្នាក៏ប៉ុន្មានក៏តែប៉ាល់មេរ៉ាសុទ្ធច្រើនជាងគ្រប់គ្រងបាល់យល់ទៅស្ថិតិប៉ាល់មេរ៉ាល្អជាងស្ទើរតែឈ្នះប៉កតូក៏ប៉ុន្តែប៉កតូចេះទប់ជាប់ហើយអ្នកចាំទីសង្គ្រោះបានច្រើនណាបាទអញ្ចឹងប៉ាល់មេរ៉ាគឺជាក្រុមកម្រិតលំដាប់លេខ1បាទនៅក្នុង pot 1គេឲ្យកំណត់លំដាប់លេខ1ពេលចាប់ឆ្នោតប៉កតូស្ថិតនៅក្នុងនេះទេបាទpot 2ទេបាទ pot 2ទេណាបងប្អូនណាបាទអញ្ចឹងប៉ាល់មេរ៉ាកំពុងតែឈរលេខរៀងទី1បាទបច្ចុប្បន្ននេះ2ប្រកួតកន្លងទៅស្មើ1ឈ្នះ1ជាមួយនឹង Inter Miami ដូចគ្នាបាទប្រកួតក្រោយ Miami ជាមួយនឹង Inter ជាមួយនឹងប៉ាល់មេរ៉ានេះហ៊ានតែស្មើគ្នាគឺអ្នកទាំងពីរនឹងឡើងហ្មងហ៊ានដឹងតែឡើងហ្មងប៉កតូហើយនឹង Al Ahly ធ្លាក់ 100% ឲ្យតែប៉ាល់មេរ៉ាជាមួយនឹង Miami គេសហការគ្នាថាអូលីយកស្មើបានហើយអានេះដឹងថាធ្លាក់ប៉កតូហើយនឹង Al Ahly ហ្មងហើយប៉ាល់មេរ៉ាជាមួយនឹង Inter Miami ឡើង 100% ឲ្យតែពីរអ្នកស្មើគ្នាប្រកួតក្រោយត្រូវជួបគ្នាបាទអញ្ចឹង pool A នេះខ្ញុំថាពីរអ្នកហ្នឹងឡើងទាំងពីរបាទទាំង Inter Miami ទាំង Palmeiras បាទទាំងពីរហ្នឹងបាទតែប្រសិនបើប៉កតូត្រូវការឡើងហើយ Miami ឧទាហរណ៍ថា Miami ចាញ់ណាប៉កតូត្រូវសុទ្ធឲ្យបានយ៉ាងតិចចាប់ពី3គ្រាប់ឡើងទៅលើ Al Ahly ឲ្យបានយ៉ាងនេះគ្រាប់បាល់លើសហើយឲ្យ Palmeiras សុទ្ធឲ្យច្រើនទៅលើ Inter Miami អាហ្នឹងទើបប៉កតូឡើងពិបាកអញ្ចឹងមិនតាន់ធ្លាក់ណា Al Ahly ហើយនឹងប៉កតូអត់តាន់ធ្លាក់ដូចគ្នាទេបាទអត់តាន់ធ្លាក់ទេនៅប្រកួតក្រោយមួយទៀតបាទនិយាយទៅមើល pool B បងប្អូនបាទ pool B មាន Botafogo Paris Atletico និង Seattle ណែ pool ហ្នឹងបងប្អូនគាត់ទៅចាប់ផ្ដើមគេចាប់ pool មកហើយគាត់ទៅចាប់ pool មកហើយអ្នកណាក៏គេទាយដែរថា pool នេះគឺ Paris និង Atletico Madrid បាទ Paris Atletico Madrid នឹងឡើង 100% ប៉ុន្តែពេលនេះរវាង Paris និង Atletico នឹងត្រូវមានមួយបាត់ខ្លួនណាភាគរយខ្ពស់ណាបាទព្រោះ Botafogo ពីប្រកួតកន្លងទៅមាន6ពិន្ទុពេញParis ហើយនឹង Atletico ពីប្រកួតកន្លងទៅមានតែ3ទេចាញ់មួយដូចគ្នាឈ្នះមួយខណៈដែល Botafogo ឈ្នះទាំងពីរអញ្ចឹង Botafogo ត្រូវប្រកួតក្រោយត្រូវប៉ះ Atletico Madrid បាទប៉ះ Atletico Madrid ហើយទប់ត្រឹមស្មើក៏ Botafogo ឡើងដែរបាទតែហ៊ានតែចាញ់ច្រើនគ្រាប់អាហ្នឹងធ្លាក់
តឡើង100%ទេបូតាហ្វូកូថៃបើមាន6ពិន្ទុហ្នឹងបាទឈ្នះទាំងពីរប្រកួតហ្នឹងតែចាញ់អាត្លេទីកូម៉ាឌ្រីតច្រើនគ្រាប់ហើយប៉ារីសឈ្នះច្រើនគ្រាប់ដែរអាហ្នឹងគឺទៅហើយបាទបូតាហ្វូកូទៅហើយតែឥឡូវនេះភាគរយគឺបូតាហ្វូកូខ្លាំងជាងគេភាគរយគឺល្អជាងគេបាទដែលអាចនឹងឡើងទៅកាន់វគ្គបន្តព្រោះថាពួកគេកំពុងតែឈរលើរៀងទី1នៅពូល B នេះបូតាហ្វូកូលេខ1ហើយប៉ារីសលេខ2អាត្លេទីកូលេខ3លេខ4ស៊ីថលបាត់តារាងធ្លាក់ហើយស៊ីថល100%គឺធ្លាក់ហើយលើកាយមើលជុំស៊ីថលនៅទេអត់តន់ធ្លាក់ទេបងប្អូនយើងបាទនៅបាទស៊ីថលនៅទេឲ្យតែឈ្នះទៅលើប៉ារីសច្រើនគ្រាប់អានឹងស៊ីថលឡើងបាទស៊ីថលអាចនឹងឡើងក៏តែបន់ឲ្យអាត្លេទីកូម៉ាឌ្រីតចាញ់បូតាហ្វូកូដែរទើបគេឡើងបាទតែភាគរយគឺអាចនិយាយថាដង្ហើមចង្រិតបាទសម្រាប់ស៊ីថលសនដឺបាទអញ្ចឹងនៅក្នុងពូលនេះខ្ញុំថាបូតាហ្វូកូនិងប៉ារីសឡើងវគ្គ16ក្រុមចុងក្រោយអាត្លេទីកូហើយនិងស៊ីថលធ្លាក់អានឹងអារម្មណ៍របស់ខ្ញុំបងប្អូនយើងណាបាទពូល C Bayern Munich ប្រកួតបើកឆាកដាក់ Auckland 10-0 បាទ Boca Juniors ស្មើគ្នាជាមួយនឹង Benfica អញ្ចឹងព្រឹកស្អែកនេះម៉ោង8-9ព្រឹកស្អែកនេះ Boca Juniors នឹងជួប Bayern Munich បាទបងប្អូនយើងយប់នេះ Benfica ប៉ះ Auckland Benfica ឲ្យ Auckland ឡើង5កន្លះមិនសូវទុកចិត្តទេបងប្អូនហើយបាទខ្លាចតែ Benfica គេហូបត្រឹមតែ 4-5 គ្រាប់អីចឹងទៅសៀងបងប្អូនយើងព្រោះឲ្យដល់តែ5កន្លះនោះបាទអញ្ចឹងគូនេះខ្ញុំថា Benfica ឈ្នះហើយ Auckland ណាបាទតែព្រឹកស្អែកនេះ Bayern ជាមួយនឹង Boca Juniors បងប្អូនយើងកុំគិតដូច Paris ណាដូច Paris ប៉ះ Botafogo បាទ Boca Juniors គឺជាគីឡូ Copa Libertadores Boca Juniors ជាមួយនឹង River Plate គឺជាក្រុមមកពីអាសង់ទីនដែលឈ្នះពានរង្វាន់លំដាប់កំពូលនៅឯតំបន់ឡាទីនច្រើនជាងគេទាំងអស់នៅឡាទីនគឺ Boca Juniors រួមជាមួយនឹង River Plate ពីរនាក់ហ្នឹងមកពីអាសង់ទីនឈ្នះជាងច្រើនជាងក្រុមមកពីប្រេស៊ីលទៀតបាទអញ្ចឹង Boca Juniors គឺជាគីឡូក្លឹមគីឡូស្វិតរបស់អាសង់ទីនបាទជាក្រុមដែលមាំជើងក្រោមខ្ញុំថា Bayern មិនហូបដាច់ទេគូនេះនោះមិនហូបដាច់ទេហើយក្រុមនៃមកពីឡាទីនណាដែលថាមកមានដូចជាអាសង់ទីនមកពីប្រេស៊ីលហ្នឹងមិនទាន់ស្គាល់រសជាតិចាញ់ទេណាបងប្អូនណាបាទ Boca Juniors ស្មើជាមួយនឹង Benfica ថ្ងៃមុនបាទហើយស៊ុត Benfica ច្រើនដែរតែលក្ខណៈថាស៊ុតអត់ចូល Benfica ចង់ចាញ់ច្រាប Boca Juniors ផងហើយ Benfica ធ្លាប់ជួប Bayern ចែកដែរបងប្អូនយើងបាទពេលខ្លះ Bayern បាក់ហូបបាទអញ្ចឹងខ្ញុំថា Bayern អាចនឹងឈ្នះដែរតែឈ្នះមិនដាច់គ្រាប់ទេឈ្នះតឹងបាទ Bayern ឈ្នះតឹងជាមួយនឹង Benfica ជាមួយ Boca Juniors នេះឈ្នះតឹងណាមិនស្រួលទេBayern Munich មិនឈ្នះស្រួលដូចប៉ះជាមួយនឹង Auckland City ទេអាហ្នឹងអារម្មណ៍របស់ខ្ញុំបងប្អូនណាបងប្អូនយើងយល់ខាងម៉េចក៏មិនដឹងដែរបាទសម្រាប់ខ្ញុំគូនេះស្រួលអត់ក្រោម under Bayern Munich ហើយនឹង Boca Juniors បាទតែ Benfica ជាមួយនឹង Auckland City over អើយនៅក្នុងពូលនេះបងប្អូនបាទនៅក្នុងពូលនេះបើកឆាកមក Benfica ស្មើ Boca Juniors ពូលនេះខ្ញុំថា Bayern Munich ឡើងហើយដល់ឡើងតែឲ្យរើសមួយទៀតខ្ញុំយក Boca Juniors ជាមួយនឹង Bayern Munich បាទBoca Juniors ជួបជាមួយ Auckland ក៏ដាក់ដែរក៏ Boca Juniors ដាក់ដែរឥឡូវយើងទៅមើលពូល D បងប្អូនណាបាទពូល D Flamengo Chelsea Los Angeles និង Esperance បាទមកពីអាហ្វ្រិកបាទអញ្ចឹង Flamengo ប្រកួតបើកឆាកឈ្នះបាទឈ្នះ 2-0 ទៅលើ Esperance Chelsea ឈ្នះ 2-0 ទៅលើ Los Angeles យប់នេះ Chelsea ប៉ះ Flamengo បាទ Chelsea និង Flamengo បងប្អូនយើងឥឡូវខ្ញុំសុំយោបល់បងប្អូនយើងមួយសិនចាំខ្ញុំនិយាយ Flamengo ជាក្រុមរបៀបម៉េច Chelsea នឹងយើងមិននិយាយទេបាទនេះ fan កាប់មុខពាក់អាវ Chelsea បាទ live បរោយទេបាទនៅនេះខ្ញុំស្គាល់ Chelsea ច្បាស់ដូចថ្ងៃហើយ Botafogo ក៏ខ្ញុំថាទស្សនាអញ្ចឹងខ្ញុំស្គាល់ទៀតបាទតែមិនស្គាល់ខ្លាំងពេកទេមិនមែនតាមដានជាប់លាប់ទេព្រោះថាបាល់នៅឡាទីនខ្ញុំមិនសូវជាជាប់លាប់ប្រហែលប៉ុន្តែអាចស្គាល់ដល់មកលក្ខណៈថាប្រៀបធៀបជាមួយនឹង Chelsea បានសុំតិចមកបងប្អូនតើ Chelsea និង Botafogo Chelsea និង Flamengo មួយណាក្លឹមជាងបាទមួយណាក្លឹមជាងហើយសុំលទ្ធផលពីបងប្អូនយើងផងចាំខ្ញុំនិយាយតាមក្រោយគូនេះហើយខ្ញុំសុំឲ្យគ្រាប់តបន្តិចទៀតក្នុងវិស័យវិនិយោគ Chelsea ផ្ដល់ជូន 0.25 ទេបាទស្ទើរតែមិនតឲ្យផងបាទស្ទើរតែមិនតឲ្យគ្រាប់0ស្មើក៏មានដែរអញ្ចឹងអាចនិយាយថា Chelsea ស្ទើរតែមិនតឲ្យ Flamengo ផងបងប្អូនខ្លះគាត់ថាអូ Chelsea ល្បីល្បាញ Chelsea មកពីអឺរ៉ុបមកពីអង់គ្លេស Flamengo នឹងអីគេណែមិនបានទេប្រយ័ត្នគ្រោះថ្នាក់គូនេះប្រយ័ត្នគ្រោះថ្នាក់ខ្ញុំសង្ស័យថាគូនឹងណែធ្វើអីគ្នាមិនបានទេ
គូនឹងធ្វើអីគ្នាបានទេដុំថ្មដូចគ្នាបាទបងប្អូនយើងនិយាយមកថាតើ Chelsea និង Botafogo មួយណាខ្លឹមជាងFlamengo មិនមែន Botafogo ខ្ញុំច្រឡំរហូតបាទបងឆាយវរៈបុត្រ Chelsea ល្អជាងណោះបងបាទអូខេបាទ Chelsea ភាគច្រើនបងប្អូនយើងថា Chelsea ហើយបាទអូខេមិនខុសទេការទីបែបហ្នឹងមិនខុសទេក៏ព្រោះតែ Chelsea ក៏ធ្លាប់ឈ្នះ Champions League ដែរឈ្នះ Champions League បាន2សម័យដែរតើបាទក៏ប៉ុន្តែ Flamengo បើយើងរាប់នៅឯ Copa Libertadores ហ្នឹងដែលពានកម្រិតស្មើនឹង Champions League ដែរហ្នឹង Flamengo ឈ្នះ3ហើយបាទឈ្នះ3ហើយពានក្នុងស្រុកឈ្នះ7ណាហ្នឹង Flamengo ណាបងប្អូនណាដូច្នេះការឈ្នះ3នៅឯ Copa Libertadores នេះនាំឲ្យ Botafogo គេតែងតែហៅថាគីឡូ Copa Libertadores ជាគីឡូធ្ងន់នៅឯឡាទីនគីឡូធ្ងន់តំណាងឲ្យប្រេស៊ីលបាទ Flamengo នេះធ្ងន់ណាស់បងប្អូនណាបាទធ្ងន់ណាស់ពួកគេស្ទើរតែឡើងមកលេងស្ទើរតែគ្រប់ឆ្នាំបាទនៅឯ Club World Cup មករហូតហើយអញ្ចឹងយើងអាចនិយាយថាជាគីឡូឡាទីនគីឡូនៅឯ Copa Libertadores ដូចថានៅអឺរ៉ុបរបស់យើងនេះយើងហៅថាដូច AC Milan ដូច Chelsea Liverpool Real Madrid Bayern Munich Barca ហ្នឹងគេហៅថាគីឡូ Champions League បាទក្រុមអញ្ចឹងគេហៅគីឡូ Champions League ហើយ Flamengo គេហៅថាគីឡូ Copa Libertadores គីឡូនៅឡាទីនគីឡូធ្ងន់ដែលក្រុមផ្សេងមកពីប្រទេសផ្សេងជួបនៅក្នុងពានរង្វាន់មួយនេះគេជួបជាមួយនឹង Flamengo គឺពិបាកហ្មងគាត់ថាជួបអត់ចង់ចាប់ឆ្នោតជួបដូចជាមួយនឹង Real Madrid Barcelona Bayern Liverpool Chelsea អីណែផ្សេងអីចឹងទៅបាទកំពុងតែឡើងជើង AC Milan ដែលពានច្រើននឹងគេហៅថាគីឡូ Champions League បាទដូចគ្នាអញ្ចឹងអាចនិយាយថាភាពជោគជ័យរបស់ Flamengo នៅតំបន់របស់គេមិនចាញ់ Chelsea ទេពានធំបាទបើពានអន្តរជាតិគេឈ្នះបាន3ពានលីកពានកំពូលហ្នឹងណា Libertadores ហ្នឹងគេឈ្នះបាន3 Chelsea បាន2យេអញ្ចឹងអាចនិយាយបានថាមិនលើសខ្វះគ្នាប្រហែលទេហើយបើយើងនិយាយពីកីឡាករបាទខ្លឹម Flamengo កីឡាកររបស់ Flamengo លក់បានគឺថ្លៃ Chelsea បើសិនជាទិញមកថ្លៃតែលក់ចេញធូរហ្នឹងម្យ៉ាងម្នាក់ទេបាទម្យ៉ាងម្នាក់អាហ្នឹងបើថាគុណភាពក្រុមទាំងពីរណាបងប្អូនខ្ញុំថាមិនលើគ្នាទេ Chelsea និង Flamengo ប៉ុន្តែ Chelsea លើត្រង់អី Chelsea លើត្រង់ថាក្លឹបរបស់ពួកគេគឺល្បីល្បាញគេឈ្មោះធំជាងគេស្គាល់ច្រើនជាងម្ចាស់ក្លឹបមានលុយច្រើនជាងនាំឲ្យកីឡាករសហការីទាំងមូលអត់ព្រឺរោមជាមួយនឹង Flamengo ទេបាទក្នុងនាមជាក្រុមតំណាងឲ្យអឺរ៉ុបមួយរូបបាទសម្រាប់តោឃីវ Chelsea អញ្ចឹង Chelsea អត់មានព្រឺរោមជាមួយនឹង Flamengo ទេចុះសួរថា Flamengo ខ្លាច Chelsea អត់ No អត់ខ្លាចទេពួកគេតំណាងឲ្យឡាទីនបាទពួកគេអត់ខ្លាចទេខ្ញុំគូជាអញ្ចឹងមើលត Botafogo អត់មានលេងភ័យជាមួយនឹងប៉ារីសទេបាទមកចុះទប់យកមានឱកាសវាយបកដាក់ពឹងផ្លឹបទៅលើប៉ារីសបានមុនបាទហើយយើងមើល Palmeiras សុទ្ធទៅលើគីឡូ Champions League មួយទៀតបាទគីឡូ Champions League គឺ FC Porto បងប្អូនមែនទេមើលជប់Palmeiras ខ្ញុំភ្លេចនេះមើល Palmeiras សុទ្ធ Al-Ahly បាទស្មើជាមួយនឹង Porto ឲ្យឈ្នះទៅលើ Al-Ahly គីឡូនៅអាស៊ីរបស់យើងបាទក៏មើល Al-Ahly នៅឯអាហ្វ្រិកបាទបងធំដែរ Cup Champions League បាទអញ្ចឹង Palmeiras នេះស្មើ Porto ហើយមកឈ្នះ Al-Ahly នៅប្រកួតក្រោយប៉ះជាមួយMiami Botafogo គេធ្វើបានល្អជាមួយប៉ារីសបាទ River Plate ក៏គីឡូប្រហែលគ្នាដែរអញ្ចឹងអញនិយាយថា Flamengo មិនស្រាលប្រហែលទេបងប្អូនណាបាទមិនស្រាលប្រហែលទេគឺគីឡូដែលថាធ្ងន់បងប្អូនធ្ងន់ហើយការផ្ដល់ជូនវិស័យវិនិយោគគឺឲ្យតែ 0.25 ទេបងប្អូនឬក៏ស្មើអត់ Chelsea អត់មានតឲ្យដល់កន្លះឲ្យធ្ងន់ធ្ងរកន្លះទៅទឹកលុយធំបាទស្ទើរតែមានផងបាទអញ្ចឹងខ្ញុំថាគីឡូប៉ុនគ្នាតែភាពល្បីល្បាញ Chelsea លើហើយបាទទឹកចិត្តកីឡាករទឹកចិត្តអីទាំងអស់ហ្នឹងគឺចង់ឈ្នះទៅលើ Flamengo ខ្លាំងណាស់ Chelsea លើត្រង់ទឹកចិត្តទី1ទី2ចាស់ក្លឹបរៀងធូធាទី3ភាពល្បីល្បាញគេគិតថាគេធំគេតំណាងអឺរ៉ុបបាទគឺចង់ហូបហើយក្រុមមកពីតំបន់ណាក៏ដោយប៉ុន្តែ Chelsea ខ្ញុំថា Chelsea នឹងលេងប្រយ័ត្នខ្លាំងជាមួយនឹង Flamengo Chelsea អត់អាចទៅកញ្ចុងកញ្ចាំងបានទេបាទហើយ Flamengo ក៏រត់តែប្រយ័ត្នជាមួយ Chelsea ដែរអញ្ចឹងអ្នកទាំងពីរនេះ
ខ្ញុំគិតថាសម័យរូបភាពបងខ្ញុំហ៊ានសម័យទេបងគូនេះ boring អត់ល្អមើលទេចាំមើលអត់សូវល្អមើលទេយប់នេះម៉ោង1ខ្ញុំថាទីបាយខ្ញុំទាយថា boring ប្រយ័ត្នទៅប្រយ័ត្នមកតែ Chelsea យើងហ៊ានលេងជាង Flamengo បន្តិចស្រួលគ្មានគ្រាប់ទេបាទបើមានយ៉ាងច្រើនមកគ្រាប់បើសិនជា Flamengo នាំមុខ Flamengo ឈ្នះនាំមុខមកគ្រាប់ហើយគឺ 1-0 តចប់បើ Chelsea ឈ្នះនាំមុខមកគ្រាប់អានឹងអាចមានគ្រាប់ទី2ទី3បើសិន Chelsea មានមកគ្រាប់ណាតែបើសិនជា Flamengo នាំមុខហើយដូចដុំថ្មអញ្ចឹងចុះបិទដូច Botafogo ខ្ញុំមើលបាទអានឹងអារម្មណ៍ខ្ញុំបងប្អូនយើងយល់មិនខ្ញុំមិនដឹងទេ Flamengo បើសិនជាបានមកគ្រាប់ទៅលើ Chelsea ហើយចុះបិទហើយឡើងហើយដូច Botafogo ប៉ះជាមួយនឹងនេះ Paris អញ្ចឹងបាទក៏ប៉ុន្តែបើសិនជា Paris Chelsea ជាអ្នកសុទ្ធមុនអានឹងអាចមានការសន្ធាប់ចង់បានស្មើមកវិញហើយឆ្លោះធ្លុយ Chelsea ថែមអានឹងប៉ុណ្្នឹងទេបាទ Flamengo ហ៊ានហើយតែ Chelsea ដាក់បានក្រមុន Flamengo ក៏ជ្រុលហើយបាទតែខ្ញុំមានអារម្មណ៍ថាអ្នកទាំងពីរនេះ boring ការប្រកួតមិនសូវល្អមើលទេបងប្អូនយើងបាទអត់សូវល្អមើលនឹងអារម្មណ៍របស់ខ្ញុំបងប្អូនបាទនៅក្នុងពូលនេះខ្ញុំថា Flamengo និង Chelsea នឹងឯងឡើងទាំងពីរអ្នកហ្នឹងបាទគីឡូប៉ិនគ្នាសម្រាប់ខ្ញុំកម្រិតក្រុមទាំងពីរនេះខ្ញុំថាប៉ិនគ្នា Chelsea និង Flamengo Chelsea អត់លើ Flamengo ទេបាទលើតែគេឈ្មោះលើតែថាវិការអីទេបាទតែគាត់ថាទំនងលេងអត់មានលើ Flamengo ទេសម្រាប់ Chelsea យើងចូលដល់ Pool E បច្ចុប្បន្ននេះ River Plate លេខ1 River Plate ឈ្នះការប្រកួតគឺជាក្រុមតែមួយគត់នៅក្នុង Pool E នេះបាទដែលឈ្នះការប្រកួតហើយក្រុម Monterrey បាទ Rayados Monterrey របស់ Mexico ស្មើគ្នាជាមួយ Inter 1-1ថ្ងៃមុន Inter លេងអត់ឈ្នះ Monterrey ណា Monterrey សុទ្ធដែរ Ramos ដាក់បានមកគ្រាប់បាទ Urawa Red Diamond របស់ជប៉ុនបាទបើកឆាកគឺចាញ់ River Plate ដាក់ 3-1 បាទ River Plate ល្អខ្ញុំទៅជាគីឡូមកពី Copa Libertadores បាទគីឡូធ្ងន់បាទ River Plate របស់អាសង់ទីននេះអញ្ចឹងនៅក្នុងពូលនេះ River Plate នឹងត្រូវជួបជាមួយអីចេះបាទមើលសិន River Plate ត្រូវប៉ះជាមួយនឹង Rayados Monterrey គូនឹងរៀងក៏ល្អមើលដែរបងប្អូនបាទខ្ញុំថា River Plate ឈ្នះទៀតហើយ Monterrey ក៏ល្អដែរស្មើ Inter Milan ណាតែអាចថា 1-0 អីហ្នឹងគូនេះឬក៏អាចស្មើទៀតខ្ញុំថាប្រហែលជាស្មើបាទបងប្អូន River Plate ជាមួយនឹង Monterrey Inter Milan នឹងលុតដែរទៅលើ Urawa Red Diamond នេះនោះបាទដល់លុតដែរក្នុងពូលនេះអញ្ចឹងខ្ញុំថា Inter ជាមួយនឹង River Plate នឹងឡើងបាទនៅក្នុងពូល E នេះឥឡូវ Pool F បច្ចុប្បន្ននេះ Dortmund ស្មើគ្នាជាមួយនឹង Fluminense បាទហើយក្រុមដែលលេខ1នឹងគឺ Sundown បាទ Sundown របស់អាហ្វ្រិកមកពីអាហ្វ្រិកខាងត្បូងបងប្អូនបាទគណៈអ៊ុលសានឹងចាញ់ការប្រកួតអញ្ចឹងពូលនេះខ្ញុំថានៅតែមានអារម្មណ៍ថា Dortmund អាចឡើងរួចបន្ទិញបន្ទងគ្នាខ្លាំងប្រកួតបន្ទាប់ពិបាកទេខ្ញុំថា Dortmund និង Fluminense នៅតែឡើង Sundown មកទោះជាឈ្នះការប្រកួតមកប្រកួតក៏ដោយក៏ប៉ុន្តែខ្ញុំថាធ្លាក់បាទខ្ញុំថា Fluminense ជាមួយនឹង Dortmund ជាអ្នកឡើងពីរអ្នកហ្នឹង Pool G Juventus Man City បាទ Juventus និង Man City នេះម្នាក់3បន្ទុកដូចគ្នាទេបាទ Juventus ដាក់ 5-0 ថ្ងៃមុនដាក់ទៅលើ Allen បាទសុទ្ធដល់កហើយបាទ Man City ឈ្នះ 2-0 បាទទៅលើVillarreal បាទអញ្ចឹងការប្រកួតបន្ទាប់របស់ Man City ត្រូវជួបជាមួយនឹង Allen អូយធ្ងន់ទៀតហើយបងប្អូនក៏ប៉ុន្តែគូនេះខ្ញុំថា Man City ហូបអត់ច្រើនទេ Allen មកទោះជាចាញ់ជួបបន្ទុកច្រើនគាត់ប៉ុន្តែការលេងប៉ះជាមួយ Man City ពួកគេលេងទប់សុទ្ធសាធខ្ញុំថា Man City ឈ្នះដែរតែឈ្នះមិនច្រើនគ្រាប់អាច 3-0 ឬក៏ 3-1 បាទហ្នឹងពូលហ្នឹងខ្ញុំថា Man City នឹងជួបបន្ទុកឡើងដដែលហ្នឹងបងប្អូននេះបាទពូលចុងក្រោយ Salzburg Real Madrid Al Hilal Pachuca ស្អែក Real Madrid ប៉ះជាមួយនឹង Pachuca ដែលជាក្រុមខ្លាំងមកពី Mexico បាទស្អែកណាបងប្អូនណា Real Madrid ប៉ះជាមួយនឹង Pachuca ខណៈដែល Salzburg ជួបជាមួយនឹង Al Hilal Real Madrid លេងស្មើជាមួយ Al Hilal បងប្អូន Al Hilal លេង 50% បាទប្រហែលគ្នាជាមួយ Real Al Hilal ល្អអត់ក្រោម Real Madrid ទេបងប្អូនអើយបាទតែបងប្អូនយើងត្រូវដឹងថា Real Madrid វគ្គចែកពូលលេងដែលល្អពីកាលលេងតែអញ្ចឹងផ្ដាប់ទៅផ្លេកផ្លាក់ឡើងវគ្គបន្តឡើងរហូតដល់វគ្គផ្ដាច់ផ្លាត់លើកទៀនហ្នឹង Real Madrid បាទ Real Madrid ត្រូវកាឡាស្រួលដល់ការហ្នឹងត្រូវលេងតិចក្រុមនេះ 4-5 6 ក្រុមមិនទេបាទClub World Cup កាលមុនគេច្បាប់គេណាដល់ពេលហើយស្រាប់គេចែងច្បាប់ថ្មីទៅ Real Madrid ត្រូវប៉ះជាមួយនឹងក្រុមជាច្រើនបាទហើយត្រូវលេងវគ្គចែកពូលហើយឡើងវគ្គ16ក្រុមវគ្គ8វគ្គសេមីហើយនឹង final បាទគឺវិញឆ្ងាយណាបាទអញ្ចឹង Real Madrid អត់សំណាងសោះដល់ការនេះព្រោះម្ចាស់ជើងឯក Champions League បាទត្រូវលេង Club World Cup ដល់ពេល Club World Cup ឥឡូវគេរឿងតឹងជាងមុនបាទពូលនេះខ្ញុំថា
ប៉ាជូកានឹងតួរបស់រៀលម៉ាឌ្រីតតែមើលបាទតួតែមិនច្រើនគ្រាប់ពេកទេពូនេះខ្ញុំថា Salzburg ហើយនឹងរៀលម៉ាឌ្រីតនេះអ្នកឡើងមកស្ដាយអាល់ហីឡាល់ដែរកំពុងតែលេងល្អតែពិបាកព្រោះ Salzburg គេឈ្នះប្រកួតដំបូងហ្នឹងបាទ3ពិន្ទុបាត់ហើយចឹងពិបាកបន្តិចសម្រាប់អាល់ហីឡាល់តែអាល់ហីឡាល់ឆ្លងផុតរៀលហើយណាបងប្អូនណាស្រួលអាល់ហីឡាល់ជាមួយរៀលម៉ាឌ្រីតឡើងបាទឥឡូវបើឲ្យខ្ញុំជ្រើសរើសខ្ញុំចង់បានអាល់ហីឡាល់ជាមួយនឹងរៀលបងប្អូនពូនេះបាទអរគុណមានតែប៉ុណ្្នឹងទេបងប្អូនយើងមករឿង Club World Cup សម្រាប់បងប្អូនយើងយល់ថាក្រុមណាខ្លះជាអ្នកឡើងអាចយល់អាច comment អីតាមចិត្តចង់បងប្អូនយើងបានណាបងប្អូនណាបាទចូល40នាទីហើយបើនិយាយទៅរឿង Club World Cup បងប្អូនណា